សួស្តីហើយក៏ជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទីជិតទីឆ្ងាយទាំងអស់បាទថ្ងៃនេះគឺខ្ញុំមានសាច់រឿងមួយនិយាយចែកជូនបងប្អូនទស្សនាស្ដាប់ទៀតហើយបាទបងប្អូនមួយចំនួនកុំភ្លេចចុច like subscribe ហើយនឹង channel YouTube ខ្ញុំម្នាក់មួយផងហ្នឹងហើយដើម្បីពេលខ្ញុំផុសវីដេអូទៅចូលទៅដល់បងប្អូនមុនគេអញ្ចឹងណាហ្នឹងហើយបងប្អូនអរគ្នាបាទសាច់រឿងរបស់យើងនេះគឺបានចែករំលែកពីបងស្រីម្នាក់ឈ្មោះ Darwin អញ្ចឹងបងប្អូនអរគ្នាបាទបងស្រីម្នាក់ហ្នឹងគឺគាត់បានប្តីរបស់គាត់ហ្នឹងហ្នឹងហើយគាត់បានប្តីរបស់គាត់ហ្នឹងអាយុ50ឆ្នាំបងប្អូនអរគ្នាបាទប្តីចាស់ចេះថ្នមអញ្ចឹងណាហ្នឹងហើយបាទប្តីក្មេងអត់ចេះថ្នមអីចឹងទៅហ្នឹងហើយគាត់យកប្តីចាស់អញ្ចឹងណាហ្នឹងហើយណាមួយបងស្រីម្នាក់ហ្នឹងគឺគាត់មេម៉ាយបងប្អូនអរគ្នាបាទមេម៉ាយប្តីលេងអញ្ចឹងណាហ្នឹងហើយបងប្អូនអរគ្នាបាទសាច់រឿងហ្នឹងគឺរៀងវែងបន្តិចហើយបងប្អូនអរគ្នាបាទហ្នឹងហើយសាមេម៉ាយប្តីលេងជាតិដែរហ្នឹងបងប្អូនអរគ្នាបាទជាតិហើយលោកអ៊ំម្នាក់ហ្នឹងក៏អាយុ50ឆ្នាំហ្នឹងគឺគាត់មានបងប្អូនអរគ្នាបាទគាត់មានលុយមានអីចឹងហើយគាត់ចេះថ្នមទៀតអញ្ចឹងណាហ្នឹងហើយអ្នកណាមិនស្រឡាញ់បងប្អូនអរគ្នាបាទចេះថ្នមអីចេះគេងអញ្ចឹងណាហ្នឹងហើយខ្លាំងទៀតបងប្អូនអរគ្នាបាទប្តីចាស់តែខ្លាំងអញ្ចឹងណាហ្នឹងហើយចាស់ក្លឹមមិនចាស់អត់ក្លឹមទេណាបងប្អូនអរគ្នាបាទឥឡូវយើងកុំឲ្យខាតពេលយូរហ្នឹងហើយបងប្អូនអរគ្នាបាទយើងចូលសាច់រឿងខ្ញុំម្ដងទៅហ្នឹងហើយបងស្រីម្នាក់ឈ្មោះ Darwin បងប្អូនអរគ្នាគាត់បានចែករំលែកសាច់រឿងនេះមកដល់ខ្ញុំបានផ្ទាល់ហ្នឹងហើយពីសាច់រឿងដំបូងឡើយហ្នឹងគឺគាត់រស់នៅក្នុងខេត្តកំពង់ធំបងប្អូនអរគ្នាបាទគាត់រស់នៅក្នុងខេត្តកំពង់ធំបន្ទាប់មកក៏ក្នុងខេត្តកំពង់ធំហ្នឹងគាត់អត់មានការងារធ្វើទេបងប្អូនអរគ្នាបាទគាត់អត់មានការងារធ្វើទេគាត់ក៏បានឡើងទៅរាជធានីភ្នំពេញបងប្អូនអរគ្នាបាទគាត់បានឡើងទៅធ្វើការនៅរាជធានីភ្នំពេញពេលហ្នឹងក៏គាត់ធ្វើការរោងចក្របងប្អូនអរគ្នាបាទគាត់ធ្វើការរោងចក្រអញ្ចឹងណាខាងវិច្ឆប់វិអីអញ្ចឹងណាបងប្អូនអរគ្នាបាទពេលហ្នឹងឡើយក៏គាត់បានឡើងទៅភ្នំពេញអញ្ចឹងណាហ្នឹងហើយគាត់ក៏បានណាមួយអ្នកនៅភ្នំពេញហ្នឹងគឺគាត់បងប្អូនគាត់ដែរអញ្ចឹងណាបងប្អូនអរគ្នាបាទមានបងប្អូនគាត់នៅភ្នំពេញដែរអីចឹងទៅហើយពេលហ្នឹងក៏គាត់ឡើងទៅគាត់សម្រាកបានមួយថ្ងៃបងប្អូនអរគ្នាបាទដោយសារយើងជិះឡានទៅវាយូរហត់អីចឹងណាហ្នឹងហើយពេលហ្នឹងក៏គាត់បានយកឯកសារឬក៏អ្វីផ្សេងបតញ្ញត្តិប័ណ្ណអីចឹងទៅដើម្បីដាក់ពាក្យធ្វើការអញ្ចឹងណាបងប្អូនអរគ្នាបាទហ្នឹងហើយយើងឈឺកនទីបងប្អូនអរគ្នាបាទពេលហ្នឹងហើយក៏គាត់បានដាក់សម្ភារដាក់អីហើយគាត់ទៅសម្ភារហើយទៅត្រេនទៅអីចឹងណាបងប្អូនគ្នាគាត់ក៏បានជាប់ទៅបងប្អូនអរគ្នាបាទគាត់បានជាប់ឈ្មោះធ្វើការបងប្អូនអរគ្នាមានជាប់ខ្នោះហើយណាហ្នឹងហើយហ្នឹងហើយពេលហ្នឹងឡើយក៏គាត់បានធ្វើការធម្មតាបងប្អូនអរគ្នាបាទធ្វើការធម្មតាអញ្ចឹងណាព្រោះការងាររោងចក្ររៀងស្រួលដែរបងប្អូនអរគ្នាវាមិនសូវពិបាកអីប្រហែលទេអញ្ចឹងណាហ្នឹងហើយគាត់ក៏ធ្វើការបានរយៈពេលចាស់ជា3ខែបងប្អូនអរគ្នា3ខែមួយគាត់កំមុំអញ្ចឹងហ្នឹងក៏នឹងគាត់កំមុំស្អាតបងប្អូនអរគ្នាស្អាតខ្លាំងទេហ្នឹងហើយពេលហ្នឹងក៏គាត់បានឃើញបរិសម្នាក់បងប្អូនអរគ្នាបាទឃើញបរិសម្នាក់អញ្ចឹងណាបរិសម្នាក់ហ្នឹងគឺតែងតែតាមញ៉ាគាត់ខ្លាំងមែនទេបងប្អូនអរគ្នាបាទតាមញ៉ាគាត់ខ្លាំងហ្នឹងហើយពេលហ្នឹងឡើយក៏បងស្រីម្នាក់ហ្នឹងគឺគាត់អត់បានស្រឡាញ់បងប្រុសម្នាក់ហ្នឹងទេអញ្ចឹងណាបងប្អូនអរគ្នាបាទគាត់អត់បានស្រឡាញ់ទេហើយណាមួយបងប្រុសនេះចលើបងប្អូនអរគ្នាបាទតែងតែរោស្រីរោនេះរោនោះអញ្ចឹងណាមនុស្សចលើដឹងស្រាប់ហើយបងប្អូនអរគ្នាបាទពេលហ្នឹងគឺបងស្រីគាត់អត់ខ្វល់ទេបងប្អូនអរគ្នាអត់ខ្វល់ពីបងប្រុសម្នាក់ហ្នឹងទេហ្នឹងហើយរហូតដល់បងប្រុសម្នាក់ហ្នឹងតាមញ៉ែតាមមួយរហូតដល់គាត់ហ្នឹងគាត់ស្អាតអញ្ចឹងណាមានម្សៅលាបការ៉េមលេទៅស្អាតអញ្ចឹងណាហើយសាច់គាត់ជ្រះខ្លាំងមែនទេបងប្អូនអរគ្នាបាទពេលហ្នឹងក៏បងប្រុសម្នាក់ហ្នឹងតាមញ៉ែរហូតបងប្អូនហើយតាមញ៉ែរហូតដល់បានធ្វើសង្សារអញ្ចឹងណាហ្នឹងហើយបានធ្វើសង្សារនឹងគ្នាហ្នឹងប្រហែលជារយៈពេល4ខែបងប្អូនអរគ្នាបាទ4ខែបាទ4ខែក៏បងប្រុសម្នាក់ហ្នឹងក៏បាននិយាយជាមួយសង្សាររបស់គាត់អញ្ចឹងណាហ្នឹងហើយបាននិយាយសង្សាររបស់គាត់បាទអាយ៉ាខ្ញុំនិយាយផ្លេចតិចបងប្អូនអរគ្នាបាទនិយាយផ្លេចតិចពេលហ្នឹងឡើយក៏គាត់តាក់ទងគ្នាបាន4ខែហ្នឹងអំឡុងពេល4ខែហ្នឹងគឺគាត់បានទៅដើរលេងមួយគ្នាអញ្ចឹងណាដូចទៅមុខវាំងទៅអីចឹងណាបងប្អូនអរគ្នាបាទគាត់បានទៅមុខវាំងអីចឹងទៅពេលហ្នឹងក៏យប់ជ្រៅហើយបងប្អូនហ្នឹងបាទព្រោះអីគាត់ដើរលេងយប់ចឹងណាហ្នឹងហើយយប់ជ្រៅហើយពេលហ្នឹងឡើយក៏គាត់អត់បានទៅផ្ទះទៅអីទេបងប្អូនអរគ្នាគាត់ក៏ទៅរកទស្សនៈមួយកន្លែងបងប្អូនគ្នាគាត់អត់ហ៊ានត្រាប់ទីកន្លែងច្បាស់លាស់ហ្នឹងទេបាទគឺដឹងនៅក្នុងបាញ់បងប្អូនអរគ្នាហ្នឹងហើយពេលហ្នឹងក៏គាត់បានចូលទៅគេងទស្សនៈ2នាក់អីចឹងណាបងប្អូនអរគ្នាបាទបងប្អូនអរគ្នាដឹងស្រាប់ហើយចូលទស្សនៈតែ2នាក់ហើយយកក្រេមួយទៀតបងប្អូនអរគ្នាបាទ
vậy nhóm cái tôm chiều đấy bằng bộ nọc này ơi bên nó có con ban kê mùi kia bằng bộ nọc này bà lòng pe bún khai nó chắc á này bên nó lấy cả bong pro mẹ nó có con thúc bay con trở lơ may bằng bộ nọc này bà còn tay con ọt chỉ đúng ta con từ tu khó trâu chắc á này con tu khó trâu bên nó to tí có con chập đa mà su mạ pa con này su mạ pa con nữa là sang con nó con nó không đã là bom con này bà trong mình chụp thấy chiêng này chắc này bên nó con các bạn là su mạ pa con ấy trong tư riêng bong sray ấy chắc còn nó mỗi con nom mà bong sray nè nâng ban là ta lên tia con phong đa là ngày rồi mờ một mẹ ở khmê vậy chắc này bên nó có con mẹ ở khmê bỏ con các bạn thái thế bằng bộ nó thôi bà hay ở bên này bong pro bánh con các bạn tranh bị tia con đó tranh bị tia bỏ con ta lên máy khmê mà đo bằng bộ nó thôi bà ta lên máy khmê mà đo chắc lên xong phật tích sân ông vô nào là để tích đó là con các bạn tranh vì tệ bảo con tới con ban từ lên tệ máy không ai bảo con bằng bộ nào đây bà lên tệ máy không ai bảo con bên nó ngay bằng con đăng thảo sản tập hiệp từ bong sray mình nó còn khai cái bong thom nó bằng bộ nào này bà này cứ chỉ việc bảo con mình sau tầm miền ban ở na tây bằng bộ nào hiểu chỉ việc mà là môn dương anh dạy bạn tha mà rồi chẳng á ngày bên nâng có bong sray này nâng có ban na nom prap bong pro hỏi chẳng á ngày prap thành đi na ghê này bụng mai nhau chẳng đời ngày bên nâng ai con các bạn thì dạy prap riêng tăng Việt Nam lai chẳng đã con đâu nào mùi kia chẳng á bên nâng ai có con mẹ ơi bảo con nó còn bàn thay đa bằng bộ này hỏi ta cho 800 ấy chắc á này cho từ đăng từ 100 chẳng từ bên nâng có con ban cho ta từng đăng 800 prap mạ pa ấy hơi bằng bộ này bà con cặp ban cao một cái này từ bằng bộ này bà này cả thằng vậy khmê chẳng á này bên nâng có con cặp ban ca ban ấy hơi con có chập đâm từ thơ ca bên mà bộ này chập đâm thơ ca bên nâng con ban là thơ ca ấy thòm đai bằng bộ này sao con đã tân trong Yoko này chẳng á này bên nâng hơi con có chập đâm ban thơ ca thì ở bên phải chia pi năm mà bộ này bà pi năm bàn tay con kênh một cái thòm đai mà bộ này bà tiệt chua nâu kênh một cái thế bàn tay con ăn miên côn mà bộ này còn toàn miên côn chẳng á nhưng mà đang phải gì mua hai rồi đã phải quạt đạp cà phê còn đang đây một bộ này bà quạt miên côn này trong đấy bên nâng có con luôn nào một cái này là hốt tiền con không bằng thua ca thôi là bây giờ thua tiệt thôi chẳng là một bộ này bà bên nâng lai có con thua ca thôi chẳng tao pin đẹp đây pôn cột vào tay vào đây con mình sợ bạn nó tiệt vào màn tay bằng con đó đi bà là sao tại vào pôn cột nâu yu tao riêng sầm rọ riêng bại chẳng là sai dân không xong rồi xong ấy chẳng từ để bàn tinh cà rem tinh ấy liệp mọt liệp ấy chẳng là bên nâng có con ban thì đón ta cất anh chẳng thôi từ đầu vào pôn cột chẳng là sao tại vào pôn cột ọt sâu xa chẳng từ bằng pôn ở kia bà ngày bên nâng có con ban riêng trong đọt đầy gì chắc là ngày riêng trong đọt đầy chẳng là sao pôn cột ở tên miền cô bên đây có tiền con có một bạn trận đây hơi nào mới con thành từ sray cao sray tiền chẳng từ bên nâng lại cả một pôn bọc con riêng một bạn trận ấy khang nào đa bằng pôn nó sẽ nằm được sray đá nữa mình làm được sray từng hạ cọ đây bằng pôn nó đây mà tên tụi mình là om nhà cọ chẳng từ tên tụi mình nè class chẳng tới có bọt đây nè class có phật chẳng đó mình đây nó tia hay chẳng từ mình được pro vị trần cho mình được sray bằng bộ đó này bà mình được sray mình nghe rồi ta mình được pro vị trần khang mình tên bằng bộ đó này nhầm cái vậy mình được pro mà chừng nuốn đấy bằng bộ đó này mình vậy từng ói đó ngày bên nâng có con ban luôn nào một cái tiết bằng bộ đó này có tháp đây bỏ con sau ban kê nhặt tiền chẳng là ngày bên nâng lại có dạ pe phải chụp pi năm tiết bằng bộ đó này bà từ quạt miền cồn chẳng là ngày có pe quạt miền cồn nó quạt đắng thì bằng bộ đó này à quạt đắng này bên nâng lại có quạt anh dạy ban thác quạt ở đây miền cồn này chắc là ngày quạt đây miền cồn thì bên nâng có quạt ban từ phần thầy buộc đây mời chẳng từ hay pe có ban prap tha mi ôn nâng miền cồn bay khai ấy chẳng từ con có sờ bài chật một bộ đó đây bà ngày cô sa ri bảo con có tờ lọp một vinh nữa đó á đây bảo con có slang con na đóจะสับได้กดช่องบ้านโกนได้จังเถอะนะบางคนออกได้บ้างยังไงเป็นนั่งก็กดจับดาว
រៀងអត់សូវស្រួលខ្លួនអញ្ចឹងណាបងប្អូនអរគ្នាបាទគាត់ក៏បានឈប់ធ្វើការបងប្អូនអរគ្នាបាទភាសាមនុស្សស្រីយើងភាសាមានកូនរឿងពិបាកតិចហើយបងប្អូនអរគ្នាបាទធ្វើអីក៏អត់សូវកើតដែរហ្នឹងហើយតែងតែឈឺនេះឈឺនោះអញ្ចឹងណាតែងតែអត់សូវស្រួលខ្លួនឬក៏វិលមុខវិលអីអញ្ចឹងទៅព្រោះមនុស្សស្រីភាគច្រើនអញ្ចឹងហើយបងប្អូនអរគ្នាបាទអត់សូវស្រួលខ្លួនទេឲ្យតែមានកូនមានអីអញ្ចឹងហើយពេលហ្នឹងក៏ប្តីរបស់គាត់ទៅធ្វើការធ្វើអីធម្មតាអញ្ចឹងទៅបងប្អូនអរគ្នាបាទហ្នឹងហើយដល់ពេលដែលប្តីគាត់របស់គាត់ទៅធ្វើការបងប្អូនអរគ្នាតែងតែមកយប់អញ្ចឹងណាឧទាហរណ៍តែយើងចូលម៉ោង7ទេបងប្អូនអរគ្នាប៉ុន្តែប្តីរបស់គាត់ហ្នឹងកុហកថាថែមម៉ោងថែមអីអញ្ចឹងណាចេញម៉ោង8ម៉ោង9អីអញ្ចឹងទៅហ្នឹងហើយពេលបងស្រីម្នាក់ហ្នឹងសួរអ្នកនៅបន្ទប់គៀនហ្នឹងក៏ថាអត់បានថែមបានអីទេមកផ្ទះធម្មតាតាហ្នឹងហើយគាត់ថាចេញម៉ោង5ម៉ោង6ធម្មតាអញ្ចឹងណាតែប្តីរបស់គាត់វិញមកម៉ោង8ម៉ោង9បងប្អូនអរគ្នាបាទមកវិញក៏ស៊ីផឹកស្វឹងប៉ែឡែប៉ូលីអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅក៏ប្រពន្ធរបស់គាត់ពិបាកចិត្តខ្លាំងណាស់ដែរបងប្អូនអរគ្នាបាទហ្នឹងហើយពេលហ្នឹងក៏ប្តីរបស់គាត់បានទៅធ្វើការជាធម្មតាបងប្អូនអរគ្នាធម្មតាពេលហ្នឹងគឺថ្ងៃមួយបងប្អូនអរគ្នាបាទប្តីរបស់គាត់ហ្នឹងគឺទៅបាត់យូរខ្លាំងមែនទេអ្នកអរគ្នាទៅបាត់ប្រហែលជា4ថ្ងៃបងប្អូនអរគ្នាបាទ4ថ្ងៃយូរណាដើម្បីមនុស្សស្រីដេកម្នាក់ឯងទៀតបងប្អូនអរគ្នាខ្លាចអញ្ចឹងទៅក៏អញនិយាយបានថាបងស្រីពិបាកចិត្តខ្លាំងដែរក៏គាត់មិនដឹងធ្វើម៉េចអញ្ចឹងទៅក៏គាត់ខំទេផងអីផងសួរគេសួរឯងអញ្ចឹងណាសាបាត់ប្តី4ថ្ងៃហ្នឹងហើយពេលហ្នឹងក៏មានអ្នកធ្វើការថាឃើញប្តីម្នាងឯងហ្នឹងនោះតនំស្រីដើរលេងដេកមួយស្រីអីចឹងទៅណាហ្នឹងហើយពេលហ្នឹងក៏បងស្រីពិបាកចិត្តខ្លាំងទេបងប្អូនណាពិបាកចិត្តខ្លាំងចង់ស្លាក់ក្តឹមចង់ស្លាក់ថ្លើមដល់ដីដុកចឹងទៅពេលហ្នឹងក៏បងស្រីបានដើរត្រឡប់មកវិញអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏បងស្រីមានអារម្មណ៍ថារៀងបាក់ទឹកចិត្តហើយរៀងស្នោះខ្លួនឯងដែរដែលបានប្តីអញ្ចឹងហ្នឹងហើយពេលហ្នឹងក៏បងស្រីបានត្រឡប់ទៅស្រុកវិញបងប្អូនអរគ្នាបាទត្រឡប់ទៅស្រុកវិញអញ្ចឹងណាពេលហ្នឹងក៏ប្តីរបស់គាត់មកបងប្អូនអរគ្នាថ្ងៃទី5អញ្ចឹងណាបងប្រុសហ្នឹងបានមកអញ្ចឹងទៅក៏អត់ឃើញប្រពន្ធអញ្ចឹងទៅក៏ខលសួររកប្រពន្ធអញ្ចឹងហ្នឹងហើយដល់ពេលខលសួររួចគាត់ក៏ស្លុតចេះដែរអ្នកអរគ្នាបាទសើឃើញប្រពន្ធគាត់ទៅស្រុកអញ្ចឹងទៅថាច់ប្រហែលគេអត់ដឹងរឿងអូដល់ហើយអូពេលហ្នឹងក៏ប្រពន្ធរបស់គាត់រឿងខឹងណាស់ដែរបងប្អូនអរគ្នាបាទខឹងជាស្រ័យបងប្អូនអរគ្នាផងដែរបាទលឺសលេងខ្លាំងលឺសលេងម៉ូតូឡានបងប្អូនអរគ្នាបាទជាស្រ័យផងពេលហ្នឹងក៏បងប្រុសក៏បានទៅស្រុកបងប្អូនអរគ្នាដល់ពេលទៅស្រុកក៏ឆ្លោះទេទាញគ្នាវ័យគ្នាអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏បងប្រុសនិងបងស្រីក៏គាត់បានលេងគ្នាអញ្ចឹងបងប្អូនអរគ្នាគាត់បានលេងគ្នាគាត់ក៏បានចែកផ្លូវគ្នាដើររៀងខ្លួនអញ្ចឹងស្លាញ់គ្នាយូរដែរពេលឥឡូវបែកគ្នាឧបាក់តិចហើយបងស្រីហ្នឹងក៏គាត់អត់បានទៅទៀមទីអីដែរបងប្អូនអរគ្នាបាទទ្រព្យសម្បត្តិចូលស្អីទៅបងប្អូនអរគ្នាបាទគាត់សុំតកូនក្នុងពោះគាត់ហ្នឹងទេហ្នឹងហើយពេលហ្នឹងឡើយក៏រយៈពេលរហូតដល់គាត់កើតកូនបងប្អូនអរគ្នាបាទ9ខែ10ថ្ងៃគាត់ក៏បានសម្រាលកូនគាត់មកបងប្អូនអរគ្នាបាទសម្រាលកូនរបស់គាត់មកហ្នឹងណាពេលហ្នឹងក៏គាត់បានសម្រាលកូនរបស់គាត់មកទៅគាត់មើលថែមើលអីកូនគាត់ដល់ខ្លួនឯងបងប្អូនអរគ្នាបាទម៉ែឪរបស់គាត់បានមើលថែតែ1ខែ2ខែអញ្ចឹងណាហ្នឹងហើយផុតពីនោះគាត់ទាំងអស់ដោយសារតែម៉ែឪគាត់នឹងរៀងចាស់ដែរបងប្អូនអរគ្នាអញ្ចឹងទៅហ្នឹងហើយគាត់តែចង់ឲ្យបាក់បាទពេលហ្នឹងក៏គាត់បានមើលថែកូនរបស់គាត់រហូតដល់អាយុ5ឆ្នាំបងប្អូនអរគ្នាបាទ5ឆ្នាំមកចេះដើរមកគួសមហ្នឹងបងប្អូនអរគ្នាបាទមកចេះនិយាយចេះអីបានអីចឹងណាហ្នឹងហើយពេលហ្នឹងក៏កូនរបស់គាត់ធំហើយពេញរូបពេញរាងគាត់ក៏បានធ្វើការទៅអីនៅគៀងជិនផ្ទះដែរបងប្អូនអរគ្នាបាទគាត់មិនអត់ទេតែបោកកៅអៅឬក៏ធ្វើការហាងកាហ្វេហាងអីតិចតួចអីចឹងទៅហ្នឹងហើយបងស្រីចាប់ដើមធ្វើការធ្វើងារទៅចាប់ដើមសបងប្អូនអរគ្នាបាទសស្អាតខ្លាំងមែនទេហ្នឹងហើយសឲ្យស្អាតពេលហ្នឹងឡើយក៏ថ្ងៃមួយក៏ប្តីរបស់គាត់មកអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅក៏ឃើញប្រពន្ធសពួនអីទៅចង់ត្រូវគ្នាវិញអញ្ចឹងណាបងប្អូនអរគ្នាបាទតែបងស្រីម្នាក់គឺប្រកែកតែម្ដងបងប្អូនអរគ្នាបាទគឺគាត់អត់ចូលវិញទេបងប្អូនអរគ្នាអញ្ចឹងណាហ្នឹងហើយគាត់ថាគាត់ដាច់ខាតគាត់ទៅយកអ្នកឯងវិញទេដោយសារអ្នកឯងធ្វើបាបខ្ញុំច្រើនណាខ្ញុំមានកូនអ្នកឯងអត់មានមកអើតមកអីទេជាពេល5ឆ្នាំជាងហើយដល់ពេលអ្នកឯងមកផលីប៉ឡែចឹងទៅហ្នឹង
ពួកប្តីរបស់គាត់អញ្ចឹងមែនបងប្អូនអរនេះបាទតែងតែនិយាយដូចឧទាហរណ៍តែនិយាយ deal អញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅធ្វើឲ្យបងស្រីគាត់ស្អប់សពថ្ងៃគាត់សពដល់សពថ្ងៃបងប្អូនអរនេះពេលហ្នឹងហើយក៏បងប្រុសក៏បានត្រឡប់ទៅវិញអញ្ចឹងទៅហ្នឹងហើយពេលហ្នឹងក៏បងស្រីគាត់បានថ្ងៃមួយហ្នឹងបងស្រីគាត់បានទៅជិះម៉ូតូទៅផ្សារអញ្ចឹងណាហ្នឹងហើយជិះម៉ូតូទៅផ្សារដល់ពេលគាត់ទិញអីវ៉ាន់បន្លែប្លុកខ្ទឹមដេងអីមកវិញអស់ហើយបានទិញត្រីទិញអីអញ្ចឹងណាហ្នឹងហើយគាត់ពេលគាត់ជិះម៉ូតូមកវិញគាត់បានជួបលោកតាម្នាក់បងប្អូនអរនេះបាទលោកតាហ្នឹងគាត់តែងតែយកអាសាគាត់ដូចជាយល់ទៅគាត់ប្រកែកនិយាយលេងបងប្អូនហ្នឹងអ្នកណាក៏ចូលចិត្តដែរបងប្អូនអរនេះបាទតែងតែនិយាយលេងអញ្ចឹងណាហើយបងស្រីម្នាក់ក៏គាត់ចូលចិត្តដែរបងប្អូនអរនេះបាទទៅសល់លោកតាហ្នឹងចិត្តល្អហើយគាត់ប្រកែកនិយាយលេងជាមួយអ្នកជុំវិញខ្លួនរបស់គាត់អញ្ចឹងទៅហើយប្រពន្ធលោកតាហ្នឹងក៏គាត់បានស្លាប់យូរហើយស្លាប់យូរយារណាស់មកហើយបងប្អូនអរនេះបាទគាត់ស្លាប់យូរហើយអញ្ចឹងទៅក៏អត់មានអ្នកថែលោកតាទេបងប្អូនអរនេះបាទគាត់ក៏នៅកន្លោះចាស់យូរអញ្ចឹងណាហ្នឹងហើយកន្លោះចាស់យូរហើយពេលហ្នឹងឡើយក៏គាត់បានជិះម៉ូតូទៅផ្ទះធម្មតាបងប្អូនអរនេះបាទគាត់ចូលសួរសុខទុក្ខអីបន្តិចអញ្ចឹងណាហ្នឹងហើយដោយសារឃើញលោកតាគាត់នៅតែឯងអញ្ចឹងទៅពេលហ្នឹងក៏គាត់ថ្ងៃមួយទៀតបងប្អូនអរនេះបាទគាត់ទៅធ្វើការអីធម្មតាទេហ្នឹងហើយពេលហ្នឹងក៏គាត់ចេញមកពីធ្វើការវិញក៏គាត់ឈានចូលទៅលេងផ្ទះលោកតាហ្នឹងបន្តិចហ្នឹងហើយពេលហ្នឹងក៏លោកតាអត់មានថាដែរបងប្អូនអរនេះបាទព្រោះអីជុំវិញផ្ទះគាត់ហ្នឹងសិតតែមានជែកមានអីអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក៏គាត់បាននិយាយរឿងរ៉ាវទាំងអស់ដែលគាត់ឆ្លៀបជួបពីមុនមកដែលគាត់ចិញ្ចឹមកូនតាំងពីតូចហ្នឹងហើយតាំងពី9ខែរហូតដល់9ខែ10ថ្ងៃរហូតទៅដល់5ឆ្នាំបងប្អូនអរគ្នាបាទអញ្ចឹងទៅលោកតានឹងគឺគាត់សំណោះដែរណាបងប្អូនអរគ្នាបាទសំណោះពេលឮបងស្រីនិយាយអញ្ចឹងទៅហ្នឹងហើយព្រោះលោកតានឹងអាយុក៏មិនច្រើនឯណាដែរបងប្អូនអរគ្នាបាទនៅផលដែរអញ្ចឹងណាអាយុ50ឆ្នាំជាងហ្នឹងហើយពេលហ្នឹងក៏គាត់អាចនិយាយបានថាគាត់រៀននិយាយចុះសម្រងគ្នាអញ្ចឹងណាហ្នឹងហើយគាត់រៀននិយាយចុះសម្រងគ្នាអញ្ចឹងទៅបាទបងស្រីក៏បានសួរលោកតាអីចឹងណាសួរថាលោកតាចាស់អញ្ចឹងលោកតាចង់បោប្រពន្ធទៀតអត់នឹងគេថាអញ្ចឹងណាចំណែកលោកតាវិញក៏គាត់អត់ចោលដែរណាអរគ្នាគាត់ថាមានអីចង់បានតាឲ្យតែមនាងព្រមយកអញ្ចឹងណាក៏រៀងចាក់អីចឹងណាហ្នឹងហើយក៏រៀងចាក់អីចឹងណាហ្នឹងហើយពេលអញ្ចឹងបងស្រីក៏គាត់និយាយអាចបានថាគាត់និយាយលេងតែអញ្ចឹងណាថាប៉ុន្តែខ្ញុំយកអីខ្ញុំខ្លាចអីអញ្ចឹងណាហើយពេលហ្នឹងក៏បងស្រីក៏មាននិយាយអីច្រើនដែរបងប្អូនហើយបាទគាត់ទៅអស័យរៀងខ្លួនអីចឹងណាហ្នឹងហើយពេលហ្នឹងក៏បងស្រីក៏បានត្រឡប់ទៅផ្ទះវិញបងប្អូនហើយបាទគាត់ចូលលេងបានមួយផ្លេតអីចឹងហ្នឹងហើយសប្តាហ៍ថ្ងៃមួយបងប្អូនហើយបាទថ្ងៃមួយគាត់នៅផ្ទះធ្វើការងារផ្ទះធម្មតានេះបងប្អូនហើយបាទបែរជាឃើញលោកតាហ្នឹងណាថ្លំលោកតាបងប្អូនហើយបាទតាអាយុ50ឆ្នាំជាងហ្នឹងបងប្អូនហើយបាទគឺគាត់បានហៅចាស់មកឲ្យក្មេងៗមកច្រើនបងប្អូនអរគ្នាបាទកាន់មានទាំងផ្លែឈើបន្លែប្លុកគ្រប់មុខអីចឹងណាដូចជាបជាដូចជាផ្លែឈើគ្រប់មុខអញ្ចឹងទៅដូច32មុខអីចឹងណាហ្នឹងហើយមកចូលស្ដីដំណឹងអូនអីចឹងណាហ្នឹងហើយបងស្រីម្នាក់ហ្នឹងក៏ស្មានតែគាត់និយាយលេងបងប្អូនអរគ្នានេះគឺស្មានតែលោកតាហ្នឹងគាត់និយាយលេងតាហ្នឹងនិយាយលេងបងប្អូនអរគ្នាបាទហ្នឹងហើយពេលហ្នឹងគឺគាត់ភាំងខ្លាំងមែនទេអ្នកអរគ្នាបាទហ្នឹងហើយពេលហ្នឹងក៏បងស្រីគាត់បានមកនិយាយយើងអង្គុយទោមមុខគ្នាអញ្ចឹងណានិយាយអញ្ចឹងណាហ្នឹងហើយបោះម៉ែរបស់គាត់ហ្នឹងក៏បានសួរទៅដល់លោកតាហ្នឹងថាតាហ្នឹងមកទៅអីហើយតាហ្នឹងក៏បានប្រាប់ថាមនាងអើយខ្ញុំក៏មេម៉ាយហើយបែរជាកូនអ្នកក៏មេម៉ាយអញ្ចឹងណាហ្នឹងហើយគាត់ក៏បានចូលសួរយកអីអញ្ចឹងណាចង់យកផ្លែឈើយកអីចំនួនមកចូលស្ដីដណ្ដឹងរបស់កូនអ្នកអីអញ្ចឹងទៅហ្នឹងហើយបងណាមួយចាស់នឹងចាស់និយាយទៅតែងតែតាក់គ្នាបងប្អូនអរគ្នាបាទគេនិយាយចែវអញ្ចឹងណាគេនិយាយមិនក៏គេដឹងដែរបងប្អូនអរគ្នាបាទហ្នឹងហើយពេលហ្នឹងក៏បងស្រីហ្នឹងអាចនិយាយបានថាបងប្អូនអរគ្នាបាទគឺបងស្រីហ្នឹងគឺគាត់រៀងចាប់ចិត្តតាហ្នឹងដែរអញ្ចឹងណាឃើញតាហ្នឹងក៏មានបានអីណាដែរហើយណាមួយគ្រួសារគាត់រៀងក្រលំបាកអីចឹងណាហ្នឹងហើយពេលហ្នឹងក៏បងស្រីថាខ្ញុំចាំគិតមើលសិនថាអញ្ចឹងណាហ្នឹងពួកអីតារៀងចាស់ដើរហើយណាមួយដឹងតាមានកម្លាំងដឹងអត់អីចឹងទៅតាហ្នឹងក៏រៀងញឹមមករៀងញឹមអញ្ចឹងណាហ្នឹងហើយ
ហើយយកឪពុករបស់គាត់គេថាខ្ញុំស្រេចទៅលើកូនខ្ញុំទេមិនដឹងគេយកតាដឹងអត់ចឹងហើយបងស្រីម្នាក់គាត់ថាអត់អីទេម៉ែពួកអីកូននៅម្នាក់ឯងយូរហើយ5ឆ្នាំហើយចិញ្ចឹមកូនម្នាក់ឯងទៀតចឹងទៅវាលំបាកអញ្ចឹងណាបងប្អូនអរគ្នាបាទហ្នឹងហើយពេលហ្នឹងក៏គាត់បានការជាមួយគ្នាទៅបងប្អូនអរគ្នាបាទបានការមួយគ្នាអញ្ចឹងណាដល់ពេលបានការមួយគ្នាទៅដល់ពេលគាត់ការមួយគ្នាបានរយៈពេលប្រហែលជា2ឆ្នាំបងប្អូនអរគ្នាបាទតានឹងក៏ចិត្តរយបងប្អូនហើយគាត់ក៏មានកូនទៀតដែរបងប្អូនអរគ្នាបាទតានឹងចិត្តរយបាត់ហើយបងប្អូនអរគ្នាបាទហើយจะស្លាប់លើបងកងអីចឹងណាហ្នឹងហើយមិនទៅបងប្អូនអរគ្នាបាទបាទបងប្អូនអរគ្នាបាទរឿងមានតែប៉ុណ្្នឹងដែរបងប្អូនអរគ្នាបងប្អូនថ្មីកុំភ្លេចជួយចុច like subscribe និង comment ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតអរគុណច្រើនសម្រាប់ការចូលមើលតាមពីដើមរហូតដល់ចប់បងប្អូនអរគ្នាបាទអរគុណច្រើនខ្លាំងមែនទែន